3ចំណុចក្នុងការស្រូបលុយនេះទាំងអស់គ្នាដឹងមកចោតបើសិនជាយើងជាបុគ្គលម្នាក់ដែលរលុយណាតែយើងអត់ដឹងពីគន្លឹះពីតិចនិចណាយើងស្រូបអត់បានទេជាពិសេសនៅក្នុងយុគ9នេះទៀតអញ្ចឹងមិនថាហេតុអីបានជាគ្រួសារ brand ធីរីចម្រើនលឿនម៉េះបុគ្គលមួយចំនួនមានលុយទិញដីបុគ្គលមួយចំនួនមានលុយទិញផ្ទះបុគ្គលមួយចំនួន10បំណុលគេរួចបុគ្គលមួយចំនួនអាចសាងជីវភាពគ្រួសារល្អជាងមុនបានណាដោយសារយើងមានគន្លឹះអញ្ចឹងគ្រូយន្ទីសុំចាយត្រឹមតែ5%នៃខតចំណុចទី1អ្នកទាំងអស់គ្នាមិនថាចាយលុយក្តីឬស្រូបលុយក្តីចំណុចដែលសំខាន់អ្នកទាំងអស់គ្នាត្រូវមានក្តីសុខសិនហើយអ្នកគ្រូចាយលុយទាំងមូលឲ្យមានក្តីសុខមិនចង់និយាយថាបើសិនជាយើងអត់មានក្តីសុខណាយើងកាន់តែស្រូបបានភាពខ្វះខាតយល់ទេស៊ីចំណុចទី2អ្នកទាំងអស់គ្នាកាន់តែចង់បានកាន់តែមានអារម្មណ៍ខ្វះខាតបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានអារម្មណ៍ចង់ស្រូបលុយណាអ្នកទាំងអស់គ្នាត្រូវទៅសាងអារម្មណ៍ស្ដុកស្ដំឲ្យបានយល់ទេស៊ីកាន់តែត្រូវការកាន់តែខ្វះខាតកាន់តែចង់បានកាន់តែខ្វះខាតចំណុចនេះគឺគ្រូយន្ទីពុតឡក់ខ្លាំងបំផុតអតីតគ្រូយន្ទីគឺជាបុគ្គលម្នាក់ដែលចង់លក់ដាច់ខ្លាំងមែនតែនក៏ប៉ុន្តែយើងកាន់តែចង់លក់ដាច់យើងកាន់តែខ្វះខាតដោយសារគេយើងបានប្រើអារម្មណ៍ខ្វះខាតក្នុងការស្រូបអញ្ចឹងពេលដែលយើងប្រើអារម្មណ៍ខ្វះខាតក្នុងការស្រូបយើងស្រូបឲ្យបានទេចំណុចទី3ដែលគ្រូយន្ទីចង់ confirm ណាអ្នកទាំងអស់គ្នាត្រូវតែធ្វើជាបុគ្គលម្នាក់ដែលក្លាហានគ្រប់វិនាទីអូខេទទួលស្គាល់ថាមានបុគ្គលមួយចំនួនក៏គាត់មានភាពទន់ខ្សោយក៏គាត់មានភាពភ័យខ្លាចដែរតែអ្នកដឹងទេបើសិនជាអ្នកទាំងអស់គ្នាត្រូវការប្រាថ្នាជោគជ័យជាពិសេសនៅក្នុងអាជីពលុយនឹងប្រោយអ្នកត្រូវតែក្លាហានលុយចូលចិត្តបុគ្គលដែលក្លាហានអត់ចូលចិត្តបុគ្គលដែលភ័យខ្លាចទេលុយចូលចិត្តបុគ្គលដែលលះអត់ចូលចិត្តបុគ្គលដែលស្ទាក់ស្ទើរទេលុយចូលចិត្តបុគ្គលដែលដើរទៅមុខរហូតអាប់ដេតខ្លួនឯងរហូតតែអត់ចូលចិត្តបុគ្គលដែលហួសដែលលេទេអញ្ចឹងមកអ្នកទាំងអស់គ្នាត្រូវការប្រាថ្នាភាពជោគជ័យអ្នកត្រូវអាប់ដេតខ្លួនឯងរហូតឬត្រូវការលុយអ្នកត្រូវអាប់ដេតខ្លួនឯងរហូតទៅមើលផលិតផលដែលហួសដែលលេអត់មានបុគ្គលណាចង់បានទេសូម្បីតែលុយក៏អត់ចង់បានបុគ្គលដែលហួសដែលលេដែរអញ្ចឹងមកអ្នកចង់ត្រូវការប្រាថ្នាភាពរីកចម្រើនអ្នកត្រូវតែធ្វើជាបុគ្គលម្នាក់ដែលអាប់ដេតខ្លួនឯងមករហូតហើយក្លាហានឲ្យពេញទំហឹងមានភាពស្ដុកស្ដំឲ្យខ្លាំងអ្នកនឹងទទួលបានអ្វីពិសេសហើយដោយក្តីស្រឡាញ់